បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបគ្រប់គ្រងទិន្នន័យរបស់កម្មវិធីគ្រប់គ្រងវត្តមានសិស្សដោយប្រើប្រាស់ Telegram Chatbot នៅក្នុងនេះដើម្បីបើកទៅដល់ Google Sheet នេះបានគឺលោកគ្រូទាំងអស់គ្នាត្រូវចុចទៅលើ link ដែលខាងខ្ញុំបានផ្ញើឲ្យទៅបន្ទាប់ពីចុចហើយលោកគ្រូអ្នកគ្រូនឹងឃើញជាទម្រង់បែប Google Sheet បែបនេះអ្វីដែលខ្ញុំចង់បង្ហាញមុនដំបូងនោះគឺយើងមកកន្លែង SMS បាទអញ្ចឹង SMS នេះគឺជាកន្លែងដែលយើងកំណត់សារស្វ័យប្រវត្តិអញ្ចឹងជាទូទៅកន្លែង note នេះគឺលោកគ្រូអ្នកគ្រូអត់មានអីត្រូវធ្វើការកែប្រែវាទេតែបើសិនជាលោកគ្រូអ្នកគ្រូចង់មានអីកែប្រែមួយពាក់ព័ន្ធជាមួយនឹងការផ្ញើសារហ្នឹងបាទគឺលោកគ្រូអ្នកគ្រូអាចចុចកែនៅកន្លែងនេះបានបាទឧទាហរណ៍ដូចជាឈ្មោះសាលាផ្សេងៗនេះគឺអាចកែបានទូទៅគឺខាងខ្ញុំបានកំណត់រួចរាល់ហើយអញ្ចឹងលោកគ្រូអ្នកគ្រូអាចថាมันមានអីកែប្រែច្រើនទេនៅកន្លែងនេះបាទចូលមក sheet មួយទៀតគឺ select class អញ្ចឹងនៅក្នុង sheet select class នេះគឺវាបានរក្សាទុកនៅព័ត៌មានឈ្មោះថ្នាក់ឧទាហរណ៍ថាថ្នាក់ 1A ធម្មតាយើងតែតែមានបន្ទុកតាមខែនីមួយៗបាទអញ្ចឹងខែមករាមានលេខកូដសម្គាល់គឺ M01 ចំណែកឯខែកុម្ភៈមានលេខសម្គាល់ M02 ខែមីនាមានលេខសម្គាល់ M03 ហើយនិងខែមេសាមានលេខសម្គាល់ M04 និងខែបន្ទាប់គឺមានលេខរៀងតាមលំដាប់នៃខែរបស់យើងហ្នឹងបាទជាទូទៅកន្លែងនេះគឺខាងខ្ញុំបានកំណត់រួចរាល់ហើយបើសិនបើលោកគ្រូអ្នកគ្រូមានចង់បន្ថែមការតេស្តអីផ្សេងៗគឺអាចតាក់ទងមកខាងខ្ញុំដើម្បីបញ្ចូលលេខកូដថ្មីបន្ថែមទៀតបានអញ្ចឹងកន្លែងនេះវាជាលេខរៀងសម្គាល់ថ្នាក់អញ្ចឹងបើសិនបើសាលាលោកគ្រូអ្នកគ្រូមានចំនួនថ្នាក់ច្រើនជាងនេះក៏យើងអាចបន្ថែមបានដែរជាទូទៅក្នុងការកំណត់នៅកន្លែងនេះគឺខាងខ្ញុំអ្នកកំណត់ឲ្យទៅតាមចំនួនជាក់ស្ដែងនៃកម្រិតថ្នាក់ដែលសាលាលោកគ្រូអ្នកគ្រូមានបាទអញ្ចឹងកន្លែងនេះគ្រាន់តែចង់ឲ្យលោកគ្រូអ្នកគ្រូស្គាល់ថាលេខកូដខែមួយណាមានលេខកូដបែបម៉េចឬក៏លេខកូដប្រឡងឆមាសហ្នឹងមានលេខកូដសម្គាល់បែបម៉េចតែប៉ុណ្្នឹងទេបាទអញ្ចឹងខ្ញុំសូមបន្តទៅ sheet មួយទៀតគឺ student list សូមបញ្ជាក់ថាកន្លែង student list នេះគឺជាកន្លែងដែលរក្សាទុកនៅព័ត៌មានរបស់សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់នៃសាលាមួយអញ្ចឹងកន្លែងនេះគឺបើសិនជាថ្នាក់ទី1លោកគ្រូអ្នកគ្រូត្រូវបញ្ចូលបាទថ្នាក់ទី1 1A គឺយើងត្រូវបញ្ចូល 1A អញ្ចឹងរហូតអញ្ចឹងឧទាហរណ៍ថាឥឡូវថ្នាក់ទី 1A យើងមានចំនួន34នាក់អញ្ចឹងលោកគ្រូអ្នកគ្រូត្រូវបញ្ចូលលេខ1A ហ្នឹងរហូតទៅដល់គ្រប់31នាក់តាមជាក់ស្ដែងហ្នឹងចំណែកលេខរៀងនេះគឺយើងត្រូវតែកើនបាទពី1ពី3រហូតទៅតាមចំនួនសិស្សជាក់ស្ដែងចំនួនសិស្សនេះដូចគ្នាលោកគ្រូអ្នកគ្រូគាត់ copy ចេញពីបញ្ជីដែលមានស្រាប់មកដាក់បញ្ចូលដោយមានឈ្មោះហើយនឹងភេទទៅគឺបានហើយបើករណីមានថ្ងៃខែឆ្នាំកំណើតទៀតក៏អាចបញ្ចូលបានដែរអញ្ចឹងជាទូទៅគឺខាងខ្ញុំបានបញ្ចូលនៅចំនួនសិស្សរបស់លោកគ្រូអ្នកគ្រូគ្រប់ចំនួនអស់ហើយនៅក្នុងកន្លែង student list នេះតទៅមួយទៀតគឺតកតងនឹង attend sheet attend នេះគឺជា sheet មួយដែលរក្សាទុកនៅព័ត៌មានអវត្តមានសិស្សដែលលោកគ្រូអ្នកគ្រូបានបញ្ចូលតាម Telegram bot ជាប្រចាំម៉ោងនិងរៀងរាល់ថ្ងៃហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់តិចពាក់ព័ន្ធមួយការជូនដំណឹងពីវត្តមានសិស្សចេញពី Telegram bot ទៅហ្នឹងគឺវានឹងជូនដំណឹងរៀងរាល់កន្លះម៉ោងម្ដងមានន័យថាបើសិនជាយើងចូលម៉ោង7ហ្នឹងម៉ោង7កន្លះគឺវានឹងបើករណីមានសិស្សអវត្តមានវានឹងជូនដំណឹងចេញម្ដងអញ្ចឹងម៉ោង7កន្លះវាជូនដំណឹងម្ដងម៉ោង8វាជូនដំណឹងម្ដងទៀតអញ្ចឹងវានឹងជូនដំណឹងរៀងរាល់កន្លះម៉ោងម្ដងបាទអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្យល់បន្តិចដែរដើម្បីលោកគ្រូអ្នកគ្រូដឹងជាក់ស្ដែងអានេះគឺព័ត៌មានទាំងអស់នេះគឺវាចាប់យកចេញពីការបញ្ចូលតាមរយៈ Telegram bot ដែលលោកគ្រូអ្នកគ្រូកំពុងតែប្រើប្រាស់សម្រាប់បញ្ចូលវត្តមានសិស្សនោះទេបាទពណ៌ទឹកក្រូចនេះគឺលោកគ្រូអ្នកគ្រូកុំប៉ះពាល់វាអីអានេះដោយសារតែខាងខ្ញុំបានចូលរួមមុនរួចហើយអញ្ចឹងកន្លែងនេះគឺ get ID គឺពេលដែលយើងបញ្ចូលវត្តមានសិស្សតាម Telegram chatbot ហ្នឹងគឺ Telegram chatbot វាបញ្ជូនតែលេខ
សម្គាល់សិស្សមកតែប៉ុណ្្នឹងទេតើពីការបញ្ចូលលេខសម្គាល់សិស្សប៉ុណ្្នឹងមកគឺខ្ញុំមានរូបមន្តដើម្បីចាប់ទាញយកលេខសម្គាល់សិស្សតើឈ្មោះអីភេទអីឋានៈណាម៉ាន ID នេះគឺវានឹងចាប់លេខសម្គាល់ខែអញ្ចឹងខែ11គឺ M11 អញ្ចឹងមកហើយនេះគឺជាការបរិច្ឆេទជាក់ស្ដែងដែលបានបញ្ចូលនឹងម៉ោងពេលដែលសិស្សវត្តមានហ្នឹងហើយនេះគឺជាប្រភេទនៃការឈប់សម្រាកហ្នឹងគឺ A អវត្តមានឥតច្បាប់ P គឺអវត្តមានមានច្បាប់អញ្ចឹងករណីទាំងពីរហ្នឹងគឺយើងអាចបញ្ចូលមូលហេតុបាននៅកន្លែងនេះគ្នាជាក់ឡើងវិញអានេះគឺការបញ្ចូលនេះគឺបញ្ចូលចេញពី Telegram Chatbot ទេនេះខ្ញុំគ្រាន់តែបញ្យល់ឲ្យយល់ថានៅក្នុងទិន្នន័យជាក់ស្ដែងវាមានអីគេខ្លះបន្ទាប់ពីគេបានបញ្ចូលតាម Telegram Chatbot ហើយចំណែកចុងក្រោយនេះគឺ input by នេះគឺជាឈ្មោះ Telegram ដែលបានបញ្ចូលអវត្តមានសិស្សហ្នឹងមកដល់កន្លែងនេះខ្ញុំសូមយកថ្នាក់ទី 1A នេះដើម្បីរៀបរាប់ប្រាប់ដោយសារតែវាដូចគ្នាទេអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលលោកគ្រូអ្នកគ្រូត្រូវបញ្ចូលលទ្ធផលរបស់សិស្សនៅក្នុងនេះព្រោះបើយើងអត់បញ្ចូលទេគេអាចឆែកតាម Telegram Chatbot ហ្នឹងមើលឃើញលទ្ធផលរបស់សិស្សហ្នឹងទេអញ្ចឹងមែនតើដើម្បីឲ្យមានភាពងាយស្រួលគឺលោកគ្រូអ្នកគ្រូអាចត្រូវកំណត់មុខវិជ្ជានេះឲ្យត្រូវជាមួយនឹងថ្នាក់ដែលលោកគ្រូអ្នកគ្រូបានបញ្ចូលហ្នឹងទៅដើម្បីដល់ភាពងាយស្រួលនៅពេលដែលយើងចម្លងចូលមកគឺវាត្រូវគ្នាតែម្ដងបាទអញ្ចឹងកន្លែងនេះមានមុខវិជ្ជាច្រើនណាស់លោកគ្រូអ្នកគ្រូអាចកែតម្រូវបានដោយខ្លួនឯងឬក៏តាក់ទងមកឲ្យខាងខ្ញុំកែតម្រូវឲ្យក៏បានដែរហើយខាងចុងក្រោយនេះគឺវាមានបន្ទុកសរុបជួងពាក្យផ្សេងៗនេះលោកគ្រូអ្នកគ្រូក៏ជាអ្នក copy បញ្ចូលដែរដែលឡែកកន្លែងអវត្តមានច្បាប់នេះគឺប្រព័ន្ធបានចងកូដចាប់ដោយស្វ័យប្រវត្តិចេញពីការបញ្ចូលតាមរយៈ Telegram Chatbot ហ្នឹងអញ្ចឹងមានថាកន្លែងនេះលោកគ្រូអ្នកគ្រូអត់មានបញ្ចូលអីទេព្រោះថាមានរូបមន្តដើម្បីចាប់វាដោយស្វ័យប្រវត្តិដូចហើយបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍ជាក់ស្ដែងឥឡូវខែ11យើងមានបន្ទុកហើយបាទនៅកន្លែងនេះអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែ copy លេខរៀងសិស្សឈ្មោះសិស្សនិយាយទៅគឺយើង copy បន្ទុកសិស្សទាំងអស់ចូលមកដោយសារនេះខ្ញុំបានសេរីវាត្រូវគ្នាឲ្យអស់ហើយណាអញ្ចឹងដើម្បីងាយស្រួលក្នុងការ copy លោកគ្រូអ្នកគ្រូត្រូវសេរីលំដាប់មុខវិជ្ជានេះឲ្យត្រូវជាមួយនៅក្នុងស៊ីតទិន្នន័យដែលខ្ញុំបានផ្ញើទៅនេះអញ្ចឹងតើមកលោកគ្រូអ្នកគ្រូគ្រាន់តែផាសវានៅកន្លែងហ្នឹងមកបាទចាប់ពីលេខរៀងហ្នឹងមកបាទប៉ុណ្ណេះគឺយើងទទួលបានបន្ទុកហើយចំពោះជុំពាក្យចំណាប់ផ្សេងៗគ្រូអ្នកគ្រូក៏ត្រូវផាសវាដែរណាតែនៅក្នុងឧទាហរណ៍នេះខ្ញុំអត់ទាន់បានបូកសរុបបន្ទុកនៅចំណាប់ថ្នាក់ជាក់ស្ដែងទេអញ្ចឹងខ្ញុំបញ្ចូលតែមុខវិជ្ជាប៉ុណ្ណេះតមកបាទឧទាហរណ៍ថ្នាក់យើងថ្នាក់ទី 1A អញ្ចឹងជាទូទៅគឺឈ្មោះថ្នាក់នៅកន្លែងនេះគឺដូចឈ្មោះស៊ីតនឹងអញ្ចឹងលោកគ្រូគ្រាន់តែcopy វាយកមកដាក់ឲ្យគ្រប់ទៅតាមចំនួនលេខរៀងសិស្សយើងនឹងទៅគឺបានហើយបាទនេះជាព័ត៌មានឧទាហរណ៍អញ្ចឹងគ្រូផាសវាមកបាទអញ្ចឹងថ្នាក់ 1A ហ្នឹងហើយចំណែកឯខែនេះអញ្ចឹងខែនេះគឺយើងប្រឡងខែ11បើសិនជាលោកគ្រូអ្នកគ្រូអត់ចាំថាខែ11លេខកូដប្រមាណទេលោកគ្រូអ្នកគ្រូអាចប្រមើលនៅកន្លែង select ខ្លះនេះអញ្ចឹងខែ11បាទអញ្ចឹងខែវិច្ឆិកាគឺយើងមានលេខកូដសម្គាល់ M11 អញ្ចឹងលោកគ្រូអ្នកគ្រូយក M11 មកទៅសេនៅកន្លែងនេះបាទទៅសេតែមួយយើងអាច copy វាបន្ថែមឲ្យគ្រប់តាមចំនួនលេខរៀងនៃសិស្សក្នុងថ្នាក់ហ្នឹងបាទអញ្ចឹងពេលដែលបញ្ចូលបានប៉ុណ្ណេះគឺមានន័យថាអ្នកដែលប្រើប្រាស់ Telegram Chatbot ដើម្បីឆែកមើលបន្ទុកសិស្សហ្នឹងគាត់អាចឆែកបានហើយឧទាហរណ៍ឥឡូវខែ11ធ្វើអញ្ចឹងចុះទៅពេលមានខែ12មានលទ្ធផលខែ12មកតើយើងត្រូវធ្វើបែបម៉េចបាទអញ្ចឹងលោកគ្រូអ្នកគ្រូគឺត្រូវធ្វើបែបនឹងដូចគ្នាគ្រាន់តែលេខកូដសម្គាល់ខែ12គឺយើងប្រើប្រាស់ M12 វិញបាទអញ្ចឹងគឺគ្រាន់តែដូរលេខកូដខែនិងជាក់ស្ដែងបន្ទុកសិស្សនេះគឺទៅតាមបន្ទុកដែលមានជាក់ស្ដែងនៃខែ12ចំណែកឯថ្នាក់ផ្សេងៗទៀតដូចគ្នាដែរគឺយើងធ្វើដូចគ្នាបែបនេះទាំងអស់បាទអញ្ចឹងខ្ញុំសូមបង្ហាញតែថ្នាក់ 1A មួយហើយដោយឡែកថ្នាក់ផ្សេងៗទៀតគឺលោកគ្រូអ្នកគ្រូធ្វើតាមលំនាំនឹងដូចគ្នា